ជ្រាបសួរប្រិយមិត្ត SD សម្រាប់សាច់ជាថ្មីជួបគ្នាសាច់ជាថ្មីជាមួយនឹងការសម្រាយរឿងរបស់ Admin ដែរហើយដល់ថ្ងៃនេះដែរ Admin យករឿងមួយមកសម្រាយចែកជូនប្រិយមិត្តដែលរឿងនោះដែរមានច្រើនជាងថា Superman ដែលយើងដឹងហើយថា Superman ហ្នឹងគឺរឿងមុនហ្នឹងមិនមានអ្នកអាចធ្វើអី Superman នឹងបានទេគឺការប្រយុទ្ធផ្សេងៗហ្នឹងមិនមានអ្នកអាចយកឈ្នះបានទេប៉ុន្តែក្នុងសាច់រឿងនេះវិញ Superman គឺបានចាញ់លើកដំបូងនៅក្នុងការប្រយុទ្ធរបស់ខ្លួនហើយចង់ដឹងថាតើអ្នកណាអាចយកឈ្នះ Superman បានហើយសាច់រឿងទៅជាយ៉ាងណានោះតោះទៅមើលការសម្រាយរបស់ Admin ទាំងអស់គ្នាសាច់រឿងមកផ្ដើមចេញពីមហាសមុទ្រអង់តាក់ទិកមកកន្លែងពេលនឹងដែរ Superman ក៏បានត្រូវរបួសធ្ងន់ខ្លាំងមែនទែនហើយពេលនឹងដែរ Superman ក៏បានត្រឡប់ទៅរកកន្លែងព្យាបាលរបួសរបស់ខ្លួនហ្នឹងប៉ុន្តែទៅមិនដល់ទេដោយសារតែរបួសរបស់ខ្លួនហ្នឹងគឺធ្ងន់ធ្ងរខ្លាំងក៏បានធ្លាក់នៅពាក់កណ្ដាលផ្លូវពេលនឹងដែរ Superman ក៏មិនអាចទៅដល់កន្លែងប៉ុន្តែ Superman ក៏បានហៅសំណក់របស់ខ្លួនដែលមានឈ្មោះថា Crypto ហ្នឹងដើម្បីមកអុកខ្លួនហ្នឹងទៅព្យាបាលកន្លែងរបស់ខ្លួនហ្នឹងហើយកន្លែងព្យាបាល Superman ហ្នឹងក៏មនុស្សធម្មតាមិនអាចមើលឃើញដែរតើតា Superman ខ្លួនឯងទៅអាចមើលឃើញដោយសារតែប្រៃ DNA របស់ Superman ផ្ទាល់ពេលណាដែល Superman ទៅដល់ហ្នឹងកន្លែងហ្នឹងក៏បានផុសចេញពីតកកឡើងតែម្ដងពេលណាដែល Crypto ដែលជាសំណរបស់ Superman ហ្នឹងក៏បានអស់ Superman ដល់កន្លែងហ្នឹងហើយបន្ទាប់មកកន្លែងហ្នឹងក៏បានបាក់ទ្វារបន្ទាប់មកក៏បានអស់ Superman ហ្នឹងចូលទៅខាងក្នុងហើយនៅខាងក្នុងហ្នឹងក៏មានមនុស្សយន្តចំនួន4ដើម្បីធ្វើការព្យាបាលទៅលើ Superman ផ្ទាល់តែម្ដងហើយការព្យាបាលទៅលើ Superman ហ្នឹងគឺមិនមានអីពិបាកទេគឺមនុស្សយន្តទាំងអស់ហ្នឹងក៏បានអស់ Superman ទៅដាក់កន្លែងមួយយ៉ាងដែលជាកន្លែងចាំងពលឺថ្ងៃដើម្បីព្យាបាល Superman ហ្នឹងនិយាយទៅ Superman ហ្នឹងគឺព្យាបាលដោយពលឺថ្ងៃបើសិនជាមិនមានពលឺថ្ងៃទេគឺមិនអាចព្យាបាល Superman នឹងបានទេអំឡុងពេលដែលកំពុងតែព្យាបាលហ្នឹងពួកមនុស្សយន្តក៏បានបើកសារសម្លេងរបស់ឪពុកម្ដាយបង្កើតរបស់ Superman ហ្នឹងដែលផ្ញើចេញពីភពផ្សេងដើម្បីផ្ញើឲ្យ Superman នឹងស្ដាប់ប៉ុន្តែសារសម្លេងហ្នឹងក៏បានដាច់ពាក់កណ្ដាលដោយសារតែផ្ញើពីភពផ្សេងមកផែនដីហ្នឹងគឺមានការអត់រអួលក៏បានដាច់សារសម្លេងហ្នឹងពាក់កណ្ដាលទៅអំឡុងពេល Superman កំពុងតែព្យាបាលរបួសហ្នឹងengineer ដែលជាកូនចៅរបស់ Lex Luthor ហ្នឹងក៏បានមកតាមរក Superman ផងដែរដោយសារ Superman ហ្នឹងក៏ត្រូវរបួសដោយសារធ្វើដៃរបស់ពួកគេហ្នឹងដែរហើយ Lex Luthor ហ្នឹងក៏បានព្យាយាមបង្កើតរបបថ្មីៗដើម្បីទប់ទល់ជាមួយនឹង Superman ដូចជា Ultraman ដើម្បីបង្កើតមកឲ្យខ្លាំងជាង Superman ដោយសារតែ Superman ហ្នឹងក៏បានទៅព្យាយាមរៀបរៀងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្លួនអញ្ចឹងណាគ្រប់ពេលដែល Lex Luthor ចង់សាក់លបងជាមួយ Superman ហ្នឹងក៏តែងតែធ្វើរឿងថ្មីៗចេញមករហូតដើម្បីហៅ Superman ហ្នឹងចេញមកអញ្ចឹងទៅហើយក៏បានចាប់កាយវិការការតស៊ូរបស់ Superman ហ្នឹងគ្រប់កន្លែងហើយក៏បានបង្កើតក្បាច់ថ្មីដើម្បីយកឈ្នះទៅលើ Superman អញ្ចឹងទៅបន្ទាប់មកគេក៏បានធ្វើជោគជ័យហើយកន្លែងរបស់ Superman ហ្នឹងកូនចៅរបស់ Lex Luthor ហ្នឹងក៏បានទៅរកឃើញផងដែរប៉ុន្តែដោយសារតែពេលហ្នឹងដែរកន្លែងហ្នឹងក៏បានលិចចូលក្នុងតកវិញកូនចៅរបស់ Lex Luthor ដែលមានឈ្មោះថា Engineer ហ្នឹងក៏បានចូលអត់កើតហើយក៏បានត្រឡប់មកកន្លែងវិញចំណែកខាង Superman វិញក៏បានត្រូវទ្រង់ខ្លួនតែម្ដងដោយសារតែ Superman ហ្នឹងមិនអាចតស៊ូជាមួយនឹង Ultraman បានទេដោយសារតែ Ultraman ហ្នឹងខ្លាំងមែនតើដោយសារតែមានអ្នកបជាពីក្រោយហើយក៏បានចាប់ក្បាច់ការតស៊ូរបស់ Superman ហ្នឹងបានគ្រប់ទាំងអស់អញ្ចឹងទៅធ្វើឲ្យ Superman ហ្នឹងគឺមិនអាចតស៊ូជាមួយនឹង Ultraman បានពេលហ្នឹងដែរ Superman ក៏បានផ្អាកសិនហើយ Superman ហ្នឹងក៏មានការងារធ្វើផងដែរដោយសារតែពេលតនេហ្នឹង Superman មិនអាចនៅមួយកន្លែងបាន Superman ក៏បានរកការងារធ្វើហើយក៏ធ្វើជាអ្នកកាសែតម្លងពេលធ្វើការជាអ្នកកាសែតហ្នឹង Superman ក៏មានការងារដែលល្អដែរគឺការងាររបស់គេធ្វើទៅក៏បានជោគជ័យខ្លាំងមែនទែនហើយពេលហ្នឹងដែរ Superman ក៏មានឈ្មោះថ្មីឈ្មោះរបស់គេហ្នឹងគឺមានឈ្មោះថា Clark ពេលហ្នឹងដែរ Superman ក៏បានធ្វើការជាមួយនឹងនារីម្នាក់ដែលមានឈ្មោះថា Lois ហើយអ្នកទាំងពីរហ្នឹងក៏បានយល់ចិត្តគ្នាហើយក៏បានមើលចិត្តគ្នាផងដែរមូលហេតុដែល Superman ចង់ធ្វើជាអ្នកកាសែតហ្នឹងដោយសារតែ Superman ហ្នឹងគឺចង់ដឹងរឿងគ្រប់យ៉ាងដែលកើតឡើងហើយពេលហ្នឹងដែរ Superman ក៏បានចាប់បានរឿងមួយគឺប្រទេសបូរ៉ាវីហ្នឹងគឺចង់បានប្រទេសមួយទៀតដែលខ្សោយជាងហើយអ្នកនៅពីក្រោយហ្នឹងគឺជា Lex Luthor ដែលជាដៃគូប្រកួតប្រជែងជាមួយខ្លួនហ្នឹងហើយ Lex Luthor ក៏បានទៅបញ្ចុះបញ្ចូលជាមួយរដ្ឋមន្ត្រីការពារជាតិក៏ដូចជារដ្ឋមន្ត្រីផ្សេងៗទៀតដែលបានប្រាប់ថា Superman ហ្នឹងគឺមិនមែនជាមនុស្សយើងទេគឺជា alien មកពីភពក្រៅហើយមកហ្នឹងគឺចង់គ្រប់គ្រងពិភពលោកពេលហ្នឹងដែររដ្ឋមន្ត្រីផ្សេងៗគឺមិនជឿនោះទេដោយសារតែមិនមានផុសតាំងគ្រប់គ្រាន់ដើម្បីយកមកបង្ហាញដោយសារតែមិនមានផុសតាំងយកទៅបង្ហាញ Lex Luthor ក៏បានទៅដល់កន្លែងរបស់ Superman តែម្ដងដោយសារតែកន្លែងហ្នឹងគឺជាកន្លែងមួយដែលមានផុសតាំងគ្រប់គ្រាន់ដែលអាចយកទៅបង្ហាញបានថា Superman ហ្នឹងគឺមិនមែនជាមនុស្សពេលហ្នឹងដែរ Lex Luthor ក៏បានទៅដល់កន្លែង Superman ហើយកន្លែង Superman ហ្នឹងក៏បានបើកទ្វារឲ្យផងដែរដោយសារតែ Ultraman ដែលជាដៃគូប្រកួតប្រជែងជាមួយ Superman ហ្នឹងគឺមាន DNA របស់ Superman ធ្វើឲ្យកន្លែងមួយហ្នឹងគឺបានបើកទ្វារឲ្យតែម្ដងពេលហ្នឹងដែរ Lex Luthor ក៏បានចូលទៅដល់ខាងក្នុងហើយ Ultraman ជាមួយនឹង Engineer ហ្នឹងក៏បានវាយទៅលើពួកមនុស្សយន្តខាងក្នុងកំទេចចោលអស់តែម្ដងហើយក៏បានស្រូបយកទិន្នន័យដែលបានផ្ញើចេញពីភពក្រៅហ្នឹងចូលមកហើយពេលហ្នឹងដែរស្រូបបានទាំងអស់គឺមិនបានដាច់ដូចនៅពេលដែល Superman បានស្លាប់នោះទេគឺបានមកទាំងអស់តែម្ដងពេលហ្នឹងដែរទិន្នន័យផ្សេងៗ Lex Luthor ក៏បានយកទៅទាំងអស់ហើយក៏បានចាប់សំណក់របស់ Superman ទៅជាមួយផងដែរបន្ទាប់មកខាង Lex Luthor ហ្នឹងក៏បានបវាយដាន Superman ដែលបានបង្កើតជាសត្វចម្លែកធំមួយដើម្បីឲ្យ Superman ទៅប្រយុទ្ធជាមួយបន្ទាប់មក Superman ក៏បានប្រយុទ្ធជាមួយនឹងក្រុមមួយក្រុមទៀតដែលជាក្រុមមួយ
ដែលការពារសន្តិភាពដូចជាការពារទីក្រុងមួយនឹងដែរបន្ទាប់មកការប្រយុទ្ធមួយនឹងក៏បានឈ្នះហើយក៏បានកំទេចសត្វចម្លែកមួយនឹងបានប៉ុន្តែពេលនឹងដែរគឺមានព័ត៌មានអាក្រក់មួយដែលពាក់ព័ន្ធជាមួយ Superman ដែលតនន័យរបស់ Lex Luthor ដែលបានចូលទៅយកហ្នឹងក៏បានចាក់ផ្សាយនៅលើទូរទស្សន៍ពេញតែម្ដងធ្វើឲ្យពេលហ្នឹងដែរប្រជាពលរដ្ឋក៏ជាមនុស្សផ្សេងៗនេះក៏មើលមក Superman ថាជាមនុស្សអាក្រក់ដែលមកដើម្បីព្យាយាមគ្រប់គ្រងលើផែនដីចឹងទៅដែលបានចាក់សម្លេងរបស់ឪពុកម្ដាយរបស់ Superman ដែលបានផ្ញើចេញពិភពក្រៅហ្នឹងដើម្បីឲ្យអ្នកទាំងអស់គ្នាបានស្ដាប់ថាសម្លេងហ្នឹងគឺជាសម្លេងរបស់ឪពុកម្ដាយដែលប្រាប់ឲ្យកូនរបស់ខ្លួនហ្នឹងគ្រប់គ្រងផែនដីដោយសារតែផុសតាងច្បាស់ខ្លាំងពេក Superman ក៏មិនអាចប្រកែកបានដែរ Superman ក៏បានដើរទៅកន្លែងបន្ទប់មួយស្ងាត់ៗពេលហ្នឹងដែរក្រុមការពារសន្តិភាពដែលមានចំនួន3នាក់ហ្នឹងក៏បានដើរមកសួរ Superman ថាសារសម្លេងហ្នឹងគឺពិតអត់ពេលហ្នឹងដែរ Superman ក៏បានប្រាប់ការពិតដែលខ្លួនហ្នឹងបានស្ដាប់បានត្រឹមតែពាក់កណ្ដាលទេហើយពាក់កណ្ដាលទៀតហ្នឹងគឺខ្លួនគិតថាក្រុមអស់ហ្នឹងគឺមួយប្រកែកខ្លួនតែពេលហ្នឹងដែរ Taylor Swift ដែលជាមនុស្សម្នាក់ដែលប្រកែកនៅខាងតនន័យមួយហ្នឹងដែលបានប្រាប់ថាវាមិនមែនជាការខ្លាញ់បន្លំអីទេវាគឺជាសម្លេងពិត Superman ក៏បានត្រឡប់ទៅកន្លែងរបស់ខ្លួនដោយឃើញថាមនុស្សយន្តដែលបម្រើរបស់ខ្លួនហ្នឹងគឺខ្ទេចខ្ទីអស់តែម្ដងហើយកន្លែងរបស់ខ្លួនហ្នឹងគឺត្រូវបានកំទេចអ្វីដែលសំខាន់ហ្នឹងគឺសំណក់របស់ខ្លួនហ្នឹងក៏បានបាត់ខ្លួនពេលហ្នឹងដែរ Superman ក៏បានតាមរកសំណក់របស់ខ្លួនដោយចូលទៅដល់កន្លែងរបស់ Lex Luthor តែម្ដងតែពេលហ្នឹងដែរ Lex Luthor កំពុងតែធ្វើការសម្ភាសទៅលើការផ្សាយផ្ទាល់មួយរបស់ទូរទស្សន៍ហើយ Superman ក៏បានចូលទៅល្មមពេលហ្នឹងដែរការផ្សាយផ្ទាល់មួយហ្នឹងក៏បានចាប់ទៅលើរូប Superman ទាំងអស់ហើយក៏បានចុះផ្សាយទៅលើទូទាំងប្រទេសពេលហ្នឹងដែររូបភាព Superman គឺមិនល្អនោះទេធ្វើឲ្យនាយករដ្ឋមន្ត្រីក៏ដូចជារដ្ឋមន្ត្រីផ្សេងៗហ្នឹងក៏បានដាក់ទោសទៅលើ Superman ហើយក៏បានចេញនៃការចាប់ខ្លួនពេលហ្នឹងដែរ Superman ដើម្បីរកសំណក់របស់ខ្លួនហ្នឹងក៏បានបកគលខ្លួនទៅឲ្យប៉ូលីសហើយឲ្យប៉ូលីសហ្នឹងចាប់ខ្លួននៅពេលដែលបកគលខ្លួនឲ្យប៉ូលីសហ្នឹង Superman ក៏បានសួរពីសិទ្ធិរបស់ខ្លួននៃការពារក្តីមួយហ្នឹងហើយប៉ូលីសមួយហ្នឹងក៏បានប្រាប់ Superman ថា Superman ហ្នឹងគឺមិនមានសិទ្ធិអីទាំងអស់ដោយសារតែ Superman ហ្នឹងគឺមិនមែនជាមនុស្សលោកអញ្ចឹងហើយគឺ Superman មិនមានសិទ្ធិអីទាំងអស់បន្ទាប់មកក៏បានយក Superman ហ្នឹងទៅដាក់នៅកន្លែងមួយកន្លែងហ្នឹងដែរក៏ជាចក្រវាឡថ្មីមួយដែលបានបង្កើតឡើងដោយ Lex Luthor ហើយកន្លែងហ្នឹងក៏ជាកន្លែងអាថ៌កំបាំងដែលមនុស្សផ្សេងៗហ្នឹងគឺមិនមានអ្នកណាដឹងទេកន្លែងហ្នឹងដែរក៏ជាកន្លែងដែល Lex Luthor បានបង្កើតឡើងហើយក៏បានឃុំឃាំងអ្នកទោសផ្សេងៗដែលពាក់ព័ន្ធជាមួយអ្នកទោសនយោបាយឬក៏អ្នកទោសដែលគេមិនចង់ឲ្យឃើញនៅខាងក្រៅចឹងទៅ Lex Luthor ក៏បានដឹងហើយថា Superman ហ្នឹងគឺមិនមានអ្វីអាចយកឈ្នះ Superman បានទេប៉ុន្តែ Superman គឺចាញ់តែម្យ៉ាងប៉ុណ្ណោះគឺត្បូង Krypton ពេលហ្នឹងដែរ Lex Luthor ក៏បានឲ្យ Jason ហ្នឹងបង្កើតចេញជាត្បូង Krypton ដែល Jason ហ្នឹងគឺបានបង្កើតចេញគ្រប់យ៉ាងដែលខ្លួនចង់បង្កើតមិនថាជាប្រភេទរ៉ែផ្សេងៗ Jason ក៏បានធ្វើបានគ្រប់យ៉ាងមូលហេតុដែល Jason ធ្វើតាម Lex Luthor ដោយសារតែ Lex Luthor ហ្នឹងក៏បានចាប់កូនប្រុសរបស់ខ្លួនហ្នឹងយកទៅឃុំឃាំងហើយបើសិនជាខ្លួនមិនធ្វើតាម Lex Luthor ទេកូនប្រុសរបស់ខ្លួនហ្នឹងក៏មិនមានសុវត្ថិភាពដែរអញ្ចឹង Jason គឺមិនមានជំរឿនក្នុងការជ្រើសរើសក៏បានធ្វើតាមបញ្ជារបស់ Lex Luthor ហ្នឹងក៏បានបើកត្បូង Krypton ហ្នឹងធ្វើឲ្យ Superman ហ្នឹងគឺមិនមានកម្លាំងក្នុងការតស៊ូទៀតទេ Lois ដែលជាអ្នកធ្វើការជាមួយ Superman ហើយក៏ជាអ្នកដែលមើលចិត្តមើលថ្លើមគ្នាជាមួយ Superman ហ្នឹងក៏កំពុងតែរកកន្លែងដែលគេកំពុងតែឃុំខ្លួន Superman ដែរតែពេលហ្នឹងដែរតនន័យគឺមិនមាននោះទេមិនដឹងថា Superman ហ្នឹងគឺគេយកទៅឃុំឃាំងនៅកន្លែងណាទេតែពេលហ្នឹងដែរអ្នកដែលធ្វើការជាមួយគ្នាដែលជាមនុស្សប្រុសម្នាក់ហ្នឹងដែលបានស្គាល់គ្នាជាមួយនឹងមិត្តស្រីរបស់ Lex Luthor ហ្នឹងក៏បានផ្ដល់ព័ត៌មានមកឲ្យហើយដោយសារតែមិត្តស្រីរបស់ Lex Luthor ហ្នឹងក៏បានមានចិត្តទៅឲ្យអ្នកផ្សាយព័ត៌មានម្នាក់ហ្នឹងក៏បានផ្ដល់ព័ត៌មានពីកន្លែងឃុំខ្លួនរបស់ Superman ហ្នឹងមកឲ្យបន្ទាប់មក Lois ក៏បានដឹងថាកន្លែង Superman ឃុំខ្លួនហ្នឹងគឺនៅកន្លែងចក្រវាឡដែលអ្នកគ្រប់គ្នាហ្នឹងគឺមិនបានស្គាល់ Lois ក៏បានយករឿងហ្នឹងទៅប្រាប់ក្រុមដែលជួយសង្គ្រោះទីក្រុងឬក៏ក្រុមដែលបានជួយគ្នាប្រក្រាបសត្វចម្លែកពីមុនមកហ្នឹងឲ្យជួយហើយក៏បានប្រាប់ថាកន្លែងណាចឹងទៅប៉ុន្តែក្រុមទាំងអស់ហ្នឹងហាក់បីដូចជាមិនយកចិត្តទុកដាក់នោះទេដោយយកហេតុផលថាមិនចង់រវល់ជាមួយនឹងនយោបាយដោយសារ Superman ហ្នឹងត្រូវបានរាជរដ្ឋាភិបាលដាក់ទោសទៅហើយប៉ុន្តែបើសិនជាខ្លួនទៅជួយហ្នឹងគឺមានន័យថាខ្លួនហ្នឹងគឺក្បត់ហើយក៏ធ្វើការខុសច្បាប់ផងដែរចឹងធ្វើឲ្យគ្រប់គ្នាហ្នឹងមិនបានហ៊ានទៅជួយ Superman នោះឡើយប៉ុន្តែមានម្នាក់នៅក្នុង3នាក់ហ្នឹងដែលមានឈ្មោះថា Taylor Swift ដែលបកកាយនៅខាងបច្ចេកវិទ្យាហ្នឹងក៏បានចេញមកជួយហើយក៏បានប្រាប់ថាខ្លួននឹងនាំ Lois ហ្នឹងដើម្បីទៅកន្លែងហ្នឹងហើយចង់ដឹងថាកន្លែង Superman ចុងក្រោយនៅកន្លែងណាខ្លួននឹងនាំទៅដោយសារតែខ្លួននឹងបកកាយខាងបច្ចេកវិទ្យាចឹងទៅបន្ទាប់មកអ្នកទាំងពីរក៏បានឡើងយានរបស់ Taylor Swift ហ្នឹងដើម្បីជិះទៅរកកន្លែងហ្នឹង Lex Luthor ក៏បានចាប់អ្នកដែលស្គាល់ Superman ហ្នឹងមកម្ដងមួយហើយយកមកសួរចម្លើយហើយបើសិនជា Superman មិនឆ្លើយទេគេនឹងធ្វើការបាញ់ម្នាក់ហ្នឹងចោលហើយក៏ចាប់អ្នកថ្មីមកទៀតពេលហ្នឹងដែរ Superman គឺមិនមានកម្លាំងក្នុងការតស៊ូនោះទេដោយសារតែ Superman ហ្នឹងគឺចាញ់ត្បូង Krypton ពេលនេះដែរ Taylor Swift ក៏បានមកដល់កន្លែងហ្នឹងហើយកន្លែងហ្នឹងគឺមានអ្នកយាមច្រើនមែនតើហើយមកទៅដូចជាកន្លែងកំសាន្តធម្មតាអញ្ចឹងប៉ុន្តែការបាត់ទៅវាគឺជាផ្លូវដែលឆ្លងទៅចក្រវាឡថ្មីមួយទៀតដែលបានលាក់ខ្លួននៅកន្លែងហ្នឹងពេលហ្នឹងដែរ Taylor Swift ក៏បានដឹងហើយថាកន្លែងហ្នឹងគឺជាកន្លែងដែលបង្កប់
កន្លែងដែលផ្លូវឆ្លងទៅចក្រវាឡមួយទៀតបន្ទាប់មក Tools Suite ក៏បានចាត់ការជាមួយនឹងពួកអ្នកយាមនៅកន្លែងហ្នឹងគឺស្អាតចាស់តែម្ដងបន្ទាប់មក Tools Suite ក៏បានចូលទៅ hack ប្រព័ន្ធផ្សេងៗហើយក៏បានចូលទៅខាងក្នុង Josin នៅពេលដែលឃើញ Lex Luthor យកមនុស្សមកបាញ់សម្លាប់នៅមុខខ្លួនស្រស់ៗហើយមនុស្សទាំងអស់នោះគឺមិនដឹងខ្យល់អីធ្វើឲ្យ Josin នឹងមានអារម្មណ៍ថាខ្លួនឯងនឹងគឺអត់ប្រយោជន៍ខ្លាំងមែនទែនបន្ទាប់មក Josin ក៏បានបិទត្បូងទៅវិញហើយធ្វើឲ្យ Superman នឹងមានកម្លាំងខ្លាំងមកវិញបន្ទាប់មក Josin ក៏បានប្រាប់ឲ្យ Superman នឹងទៅជួយកូនរបស់ខ្លួនសិនហើយបន្ទាប់មកចាំនាំគ្នារត់ចេញពីកន្លែងហ្នឹងបន្ទាប់មក Superman ក៏បានយល់ព្រមប៉ុន្តែពេលហ្នឹងដែរ Superman គឺមិនមានពលឺព្រះអាទិត្យដើម្បីធ្វើការព្យាបាលខ្លួននោះទេពេលនេះ Superman គឺមិនមានកម្លាំងនោះឡើយបន្ទាប់មកក៏បានធ្វើឲ្យ Josin នឹងបង្កើតអ្វីមួយយ៉ាងដែលប្រហាក់ប្រហែលជាមួយនឹងព្រះអាទិត្យដែលអាចមានពលឺដូចគ្នាបន្ទាប់មកធ្វើឲ្យ Superman នឹងមានកម្លាំងហើយក៏បានទម្លុះកញ្ចក់ចេញទៅជួយកូនប្រុសរបស់ Josin ហើយក៏បានជួយសំណរបស់ខ្លួនដែលមានឈ្មោះថា Crypto នឹងចេញមកផងដែរបន្ទាប់មក Josin និង Superman នឹងក៏ព្យាយាមរកផ្លូវចេញដោយ Josin នឹងបានឲ្យកូនប្រុសទៅកាន់ Superman សិនដោយសារតែខ្លួនពេលណាដែលខ្លួនប្រែរូបទៅគឺមិនមានដៃជើងក្នុងការកាន់នោះទេបន្ទាប់មក Superman ក៏បាន3កូនរបស់ Josin ពេលហ្នឹងដែរអ្នកយាមរបស់ Lex Luthor នឹងក៏បានមកតាន់ហើយក៏បានវាយបតែបន្ទាប់គ្នាជាមួយនឹង Superman ក៏ដូចជា Lex Luthor ហើយអ្នកទាំងពីរទៅបានទៅកន្លែងមួយដែលហៅថាប្រហោងខ្មៅហ្នឹងធ្វើឲ្យអ្នកទាំងអស់គ្នាបៀសនឹងមិនអាចចេញមកខាងក្រៅបានទៅហើយតែពេលហ្នឹងដែរ Superman ក៏បានផ្លុំហើយក៏បានចេញមកខាងក្រៅបានវិញពេលហ្នឹងដែរ drone របស់ Tools Suite ក៏បានទៅដល់ល្មមហើយក៏បានបង្ហាញផ្លូវថាឲ្យមកតាម drone របស់ខ្លួនទៅនឹងអាចរកផ្លូវចេញបានហើយបន្ទាប់មកអ្នកទាំងអស់គ្នាក៏ហោះមកតាម drone របស់ Tools Suite ហើយក៏បានចេញមកខាងក្រៅពេលហ្នឹងដែរកប់ជួនគឺផ្លូវបើកយូរពេកវាក៏បានបិទល្មមពេលដឹងដំណឹងថា Superman ក៏អាចចេញពីកន្លែងហ្នឹងបាន Lex Luthor ខឹងខ្លាំងមែនទែនពេលហ្នឹងដែរ Lex Luthor កំពុងតែព្យាយាមរកមធ្យោបាយដើម្បីទប់ជាមួយនឹង Superman ព្រោះដឹងហើយថា Superman នឹងអាចត្រឡប់មកសងសឹករបស់ខ្លួនវិញដោយសារ Superman នឹងគឺជាមនុស្សម្នាក់ដែលគ្រោះថ្នាក់ខ្លាំងបំផុតហើយមិនមានអ្នកណាអាចទប់ទល់ជាមួយ Superman នឹងបានទេពេលដែលនិយាយគ្នាហ្នឹងស្រាប់តែមានសលេងមួយដែលចេញមកពីកន្លែងបន្ទប់នោះក៏ជាស្រីស្នេហ៍របស់ខ្លួនដែលលួចនិយាយគ្នាជាមួយនឹងអ្នកកាសែតបន្ទាប់មកស្រីស្នេហ៍របស់ខ្លួនក៏បានផ្ញើរូបដែលខ្លួនធ្លាប់ selfie ពីមុនមកហ្នឹងផ្ញើទៅឲ្យអ្នកកាសែតម្នាក់ហ្នឹងហើយរូបភាពទាំងអស់ហ្នឹងក៏បានប្រកបរូបថតផ្សេងៗដែលតាក់ទងជាមួយនឹងការឈ្លានពានប្រទេសអ្នកដទៃពីក្រុម Lex Luthor ហ្នឹង Lex Luthor ក៏បានធ្វើការបំបែកចក្រវាឡរបស់ខ្លួនធ្វើឲ្យប៉ះពាល់ទៅដល់ភពផែនដីធ្វើឲ្យហែកចេញពីគ្នាតែម្ដងពេលហ្នឹងដែរគឺ Superman ក៏បានចេញមកធ្វើការជួយសង្គ្រោះទៅដល់ប្រជាជនក៏ដូចជាអ្នកផ្សេងៗបន្តទៀតដោយសារតែអាគារផ្សេងៗក៏បានបាក់បែកហើយក៏បានដួលរលំជាច្រើនបន្ទាប់មក Superman ក៏បានចេញមកខាងក្រៅដើម្បីតទល់ជាមួយនឹង Lex Luthor សាជាថ្មីហើយក៏ដឹងថា Lex Luthor ហ្នឹងក៏ព្យាយាមទប់ទល់ជាមួយនឹង Superman ហ្នឹងដោយប្រើ Ultraman ដើម្បីមកទប់ទល់ Lex Luthor ក៏បានត្រៀមគ្រប់យ៉ាងដែលបានបញ្ជូន Ultraman ជាមួយនឹង Engineer ហ្នឹងដើម្បីទៅប្រយុទ្ធជាមួយនឹង Superman ដោយគោលដៅរបស់គេហ្នឹងគឺវាយ Superman ហើយឲ្យ Engineer ហ្នឹងបំលែងរូបទៅជាតូចៗដើម្បីចូលទៅក្នុងសួតហើយនឹងបេះដូងរបស់ Superman ដើម្បីឲ្យដកដង្ហើមមិនចេញពេលហ្នឹងដែរគ្រប់យ៉ាងក៏បានទៅតាមផែនការរបស់ Lex Luthor ដោយ Engineer ហ្នឹងបានបំលែងខ្លួនទៅជាតូចៗហើយក៏បានចូលតាមច្រមុះមាត់ហើយនឹងភ្នែកដើម្បីចូលខាងក្នុងដើម្បីបិទដង្ហើមចេញចូលរបស់ Superman ដើម្បីឲ្យ Superman ហ្នឹងដាច់ខ្យល់ស្លាប់នៅពេលហ្នឹងដែរ Superman គឺមិនអាចធ្វើឲ្យបាននោះទេហើយក៏បានសម្រេចចិត្តហោះទៅខាងលើមួយទំហឹងដើម្បីឲ្យខ្ពស់បំផុតបន្ទាប់មក Engineer ជាមួយនឹង Ultraman ហ្នឹងក៏បានទៅតាមហើយក៏បានចាប់ដៃចាប់ជើង Superman អញ្ចឹងទៅកុំឲ្យ Superman ហ្នឹងហោះទៅណាបាត់អញ្ចឹងណាបន្ទាប់មក Superman ហោះទៅខ្ពស់បំផុតហ្នឹងក៏បានតម្លាក់ខ្លួនចុះមកវិញធ្វើឲ្យកម្ដៅនឹងឡើងខ្លាំងធ្វើឲ្យ Engineer ជាមួយនឹង Ultraman ហ្នឹងទ្រាំនឹងកម្ដៅធ្លាក់មកនឹងខ្លាំងមិនបានក៏បានបលែងគ្នាចេញហើយបន្ទាប់មកអ្នកទាំងអស់គ្នាក៏បានធ្លាក់ទៅខាងក្រោមធ្វើឲ្យ Engineer ហ្នឹងស្លាប់បាត់មកឈឹងហើយ Ultraman ហ្នឹងក៏អាចនៅតស៊ូបានប៉ុន្តែសត្វល្អិតដែលបានចូលទៅក្នុងខ្លួនរបស់ Superman ហ្នឹង Superman ក៏បានទាញចេញមកវិញអស់ហើយ Superman ក៏បានរួចផុតពីកន្លែងហ្នឹងធ្វើឲ្យ Lex Luthor ហ្នឹងគឺខកបំណងខ្លាំងមែនទែនដោយសារតែបំណងរបស់ខ្លួនហ្នឹងគឺបានបរាជ័យបន្ទាប់មក Lex Luthor ក៏បានបញ្ជាឲ្យ Ultraman ហ្នឹងវាយទៅលើ Superman សាជាថ្មីម្ដងទៀតតែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលហ្នឹងគឺមុខមាត់របស់ Ultraman ជាមួយនឹង Superman ហ្នឹងគឺដូចគ្នាតែម្ដងពេលហ្នឹងដែរ Superman គឺមានការឆ្ងល់ខ្លាំងមែនទែនក្រោយមកទៀត Superman ទើបដឹងថា Ultraman ហ្នឹងគឺបានបង្កើតចេញមកពី DNA របស់ខ្លួនអញ្ចឹងហើយទើប Ultraman ហ្នឹងអាចទៅបើកកន្លែងដែលខ្លួននៅបានហើយគ្រប់យ៉ាងក៏ដូចខ្លួនខ្លាំងមែនទែនទាំងការវាយតប់ក៏ដូចជាផ្សេងៗហ្នឹងប៉ុន្តែអ្នកដែលបញ្ជាគឺនៅពេលក្រោយហ្នឹងគឺ Lex Luthor ពេលហ្នឹងដែរ Lex Luthor ក៏បានបញ្ជាឲ្យ Ultraman ហ្នឹងវាយទៅលើ Superman សាជាថ្មីហើយក៏បានប្រើក្បាច់ដែលគេបានបង្កើតមកដោយខ្លួនឯងឆ្លៀតពេលដែល Superman កំពុងតែរវល់ប្រយុទ្ធជាមួយនឹង Ultraman ហ្នឹងLex Luthor បានបញ្ជាទៅឲ្យនាយករដ្ឋមន្ត្រីរបស់ប្រទេសបូរ៉ាវីហ្នឹងក៏បានវាយលុកចូលទៅប្រទេសមួយទៀតដែលខ្លួនចង់គ្រប់គ្រងដែលខ្សោយជាងខ្លួនហ្នឹងបន្ទាប់មកក្រុមជួយសង្គ្រោះទីក្រុងហ្នឹងក៏បានចូលមកជួយជំនួស Superman វិញដែលរាល់ដងហ្នឹងគឺ Superman គឺជាអ្នកជួយប៉ុន្តែពេលហ្នឹងដែរដោយសារតែ Superman សុំឲ្យពួកហ្នឹងជួយពួកហ្នឹងក៏បានចូលមកជួយហើយក៏បានវាយកំទេចទៅលើរថក្រោះក៏ដូចជាយានជំនិះខ្លះៗរបស់ប្រទេសបូរ៉ាវីហ្នឹងខ្ទេចខ្ទីអស់ហើយក៏បានចាប់នាយករដ្ឋមន្ត្រីរបស់ប្រទេសបូរ៉ាវីម្នាក់ហ្នឹងទម្លាក់ទៅលើអគារធ្វើឲ្យស្លាប់ផងដែរ
បន្ទាប់មកតបទាំងអស់ហ្នឹងក៏បានដកថយទៅវិញ Superman ក៏បានចាំនៅខ្សោយរបស់ Ultraman បានដោយការបជាផ្សេងៗនេះគឺពាក់ព័ន្ធជាមួយនឹង drone ដែលមើលសកម្មភាពរបស់ Superman ហើយក៏បានបជាឲ្យ Ultraman ហ្នឹងវាយមកលើ Superman ពេលហ្នឹងដែរ Superman ក៏បានហៅសំណល់របស់ខ្លួនដែលមានឈ្មោះថា Crypto ហ្នឹងបានទៅខំ drone ពួកហ្នឹងកំទេចចោលហើយពេលហ្នឹងដែរអ្នកដែលបជានៅពេលក្រោយ Ultraman គឺជា Lex Luthor ហ្នឹងក៏មិនអាចបជាបានទៀតដែរពេលហ្នឹងដែរ Superman ក៏បានវាយទៅលើ Ultraman ហ្នឹងគឺធ្ងន់ធ្ងរខ្លាំងមែនទែនហើយដោយសារតែមិនមានអ្នកបជាពេលក្រោយហ្នឹង Ultraman ក៏មិនអាចធ្វើអីបានដែរបន្ទាប់មក Ultraman ហ្នឹងក៏បានចាញ់នៅពេលចុងក្រោយ Lex Luthor ក៏មានតែជំរឿចុងក្រោយគឺប្រមូលទ័ពរបស់ខ្លួនគឺជាទ័ព Raptor ហ្នឹងក៏បានសម្រុកចូលទៅវាយលុកទៅលើ Superman ប៉ុន្តែដោយសារតែទ័ព Raptor ហ្នឹងគឺមិនមានអីខ្លាំងនោះទេធ្វើឲ្យ Superman ហ្នឹងចេញទៅខាងលើហើយក៏បានប្រើភ្នែកកម្ដៅរបស់ខ្លួនហ្នឹងក៏វីតែពី3ខ្វាច់ធ្វើឲ្យធ្លាក់មកវិញដូចមូសអញ្ចឹងបន្ទាប់មក Lex Luthor ក៏មិនមានអីទប់ទល់ជាមួយ Superman ដែរហើយ Superman ក៏បានសម្រុកទៅដល់ Office របស់ Lex Luthor ផ្ទាល់តែម្ដងដោយនាំទាំង Turtle Switch ទៅជាមួយផងដែរដោយ Turtle Switch ហ្នឹងក៏បានចូលទៅកន្លែងកុំព្យូទ័រដើម្បីធ្វើការបិទប្រហោងដែលបានបើកឡើងហ្នឹងឲ្យចូលមកដូចដើមវិញ Superman ក៏បាននិយាយគ្នាជាមួយនឹង Lex Luthor ថា Lex Luthor ហ្នឹងគឺមានការយល់ច្រឡំមកលើខ្លួនហើយថាខ្លួនហ្នឹងគឺមកគ្រប់គ្រងលោកអីចឹងទៅប៉ុន្តែ Superman ក៏បានប្រាប់ថាខ្លួនមិនបានមកគ្រប់គ្រងលោកអីទេគឺគ្រាន់តែមកការពារពិភពលោកហ្នឹងតែប៉ុណ្ណោះហើយពេលហ្នឹងដែរ Lex Luthor គឺមានអារម្មណ៍ថាខឹងខ្លាំងមែនតើដោយសារ Lex Luthor ហ្នឹងគឺមិនអាចធ្វើអី Superman បានដោយសារតែពេលហ្នឹងគឺចុះចាញ់ហើយពេលហ្នឹងដែរ Reborovi ក៏មិនអាចគ្រប់គ្រងប្រទេសមួយទៀតបានហើយរឿងគ្រប់យ៉ាងក៏បានបែកធ្លាយដោយសារតែរូបថតសង្សាររបស់ខ្លួនដែល selfie ហ្នឹងផ្ញើទៅឲ្យអ្នកកាសែតហ្នឹងក៏បានបែកការគ្រប់រឿងហើយបន្ទាប់មកការពិតក៏បានលេបតាដាង Lex Luthor ក៏ត្រូវបានចាប់ខ្លួនហើយ Superman ក៏ត្រូវខ្លាចជាវីរបុរសសាច់ជាថ្មីម្ដងទៀតសាច់រឿងក៏បានបញ្ចប់ត្រឹមប៉ុណ្ណឹងអរគុណដែលបានតាមដានចាំជួបគ្នានៅសាច់រឿងបន្តទៀតបាយបាយ